អ្នកជំនាញសេដ្ឋកិច្ចប្រមានខ្លាំងថាជប៉ុនកំពុងប្រឈមនឹងការបាត់បង់ចំណូលជិត 9.6 លានដុល្លារបើសិនជាអ្នកទេសចរចិនមានការធ្លាក់ចុះអ្នកជំនាញខាងសេដ្ឋកិច្ចពីស្ថាប័នស្រាវជ្រាវ Nomura បានប៉ាន់ប្រមាណថាសេដ្ឋកិច្ចជប៉ុនអាចនឹងបាត់បង់ចំណូលប្រមាណ 1.49 លានយេនប្រហែល 9.59 លានដុល្លារសហរដ្ឋអាមេរិកក្នុងកំឡុងឆ្នាំក្រោយប្រសិនបើអ្នកទេសចរចិននៅតែជៀសចេញពីការធ្វើដំណើរទៅកំសាន្តនៅប្រទេសជប៉ុនក្រោមភាពតានតឹងនៃការទូតពាក់ព័ន្ធនឹងប្រធានបទកោះតៃវ៉ាន់តួលេខប៉ាន់ប្រមាណនេះបានមកពីការសន្និដ្ឋានថាចំនួនអ្នកទេសចរចិនអាចនឹងធ្លាក់ចុះ 25% ក្នុងកំឡុងខែ12ខាងមុខដែលប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលធ្លាប់មានការធ្លាក់ចុះកាលពីឆ្នាំ 2012 ក្រោយពីរដ្ឋាភិបាលចិនបានប្រកាសព្រមានឲ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរទៅប្រទេសជប៉ុនដោយសារតែករណីរដ្ឋាភិបាលជប៉ុនបានទិញកោះដាច់ស្រយាលចំនួន 3 ក្នុងបណ្ដុំកោះសេនតាកុឬកោះទាវយូដែលទីតាំងវិវាទខាងសមុទ្រជាមួយប្រទេសចិនក្រៅពីនេះអ្នកជំនាញថែមទាំងបានប្រមានទៀតផងដែរថាជប៉ុនអាចនឹងបាត់បង់ចំណូលប្រមាណ 2.9 សែនលានយេនអ្នកទេសចរមកពីហុងកុងដែលធ្លាក់ចុះព្រមទាំងបញ្ជាក់ថាផលប៉ះពាល់ខាងសេដ្ឋកិច្ចនេះនឹងមានសារៈសំខាន់ចំណែកឯក្រុមហ៊ុនទេសចរចិនក៏បានលុបចោលសម្បត្តិធ្វើដំណើរទៅកាន់ប្រទេសជប៉ុនរួចហើយប្រមាណ 49,100 លើកកាលពីសប្តាហ៍មុនទាំងនេះជាភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនកម្ដៅទ្វេដងឡើងក្រោយពីលោកស្រីសាណាអ៊ីថាអ៊ីជីនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរដ្ឋសភាកាលពីថ្ងៃទី 7 ខែវិច្ឆិកាថាការវាយប្រហារខាងយោធារបស់ប្រទេសចិនទៅលើកោះតៃវ៉ាន់អាចជាស្ថានភាពដែលគំរាមកំហែងដល់សុវត្ថិភាពសម្រាប់ប្រទេសជប៉ុនឈានទៅដល់ការប្រើសិទ្ធិការពារខ្លួនជារួមដែលធ្វើឲ្យកើតមានប្រតិកម្មតតាំងខ្លាំងក្លាពីរដ្ឋាភិបាលចិននិងតៃវ៉ាន់ស្ថិតនៅក្នុងរបបគ្រប់គ្រងដាច់ដោយឡែកពីគ្នាចាប់តាំងពីសង្គ្រាមស៊ីវិលកាលពីឆ្នាំ 1949 តែយ៉ាងណាក្តីចិនមើលមិនឃើញថាតៃវ៉ាន់គឺជាមជ្ឈមណ្ឌលរបស់ខ្លួនដែលបំបែកខ្លួនចេញនិងត្រូវតែបង្រួបបង្រួមមកក្នុងចិនដីគោកវិញដែលប្រសិនបើចាំបាច់គឺត្រូវតែប្រើកម្លាំងក្រៅពីនេះចិនថែមទាំងមើលឃើញថាប្រធានបទពាក់ព័ន្ធនឹងតៃវ៉ាន់គឺជាការចរចាផ្ទៃក្នុងរបស់ចិនមិនមែនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀតជ្រែកនោះឡើយ